តែអធិបតេយ្យរបស់យើងហ្នឹងគឺយន្តនៃកតុំរុយថៃកវែលលើថ្មដានោះអាកន្លែងភូមិថ្មដាឃុំថ្មដានៅឯពោធិ៍សាត់ជាប់ខេត្តត្រាតនោះអាមានសន្តាគារមួយឈ្មោះថាសន្តាគារថ្មដាដែលគេទុកចោលទៅហើយហ្នឹងគឺថៃកវែលរហូតថ្ងៃហ្នឹងគឺជិះកតុំរុយកវែលពីលើដើម្បីអីទៅមើលថាតើទីតាំងហ្នឹងគួរតែរំលាយចោលឬក៏គួរតែទុកប្រើប្រាស់ជាប្រយោជន៍រួមហើយហេតុអីបានជាថៃមកកវែលលើដីយើងហើយទុកជាប្រយោជន៍រួមឬមិនប្រយោជន៍រួមបើដែនអធិបតេយ្យរបស់ខ្មែរសោះនេះខ្ញុំកំពុងតែឆ្ងល់ឥឡូវហ្នឹងគឺគេទៅជាអ្នកចាត់ចែងដែនអធិបតេយ្យរបស់យើងហើយកម្ពុជាអត់មាត់អីទាំងអស់កម្ពុជាយកវិធីនៅស្ងៀមជាជាងស្រដីតាពីជ័យខ្ចីជាជាងទនេមាត់សន្និសិទសារព័ត៌មានក៏លែងធ្វើសភាពការព្រំដែនតាំងពីស្ងប់ស្ងាត់មកលែងមានអីនិយាយជាក្រសួងការបរទេសក៏លែងមានសន្និសិទសារព័ត៌មានក្រសួងការពារជាតិក៏លែងមានក្រសួងអ្នកនាំពាក្យរដ្ឋាភិបាលក៏លែងមានសន្និសិទសារព័ត៌មានអីទៀតដែរដោយសារតែគិតថាសភាពការព្រំដែនស្ងប់ស្ងាត់នៅពេលដែលកំពុងតែរំជើបរំជួលដោយព្យុះជោមាដោយរញ្ជួយដីព្យុះស៊ូណាមីហ្នឹងក៏ប៉ុន្តែផ្ទុយទៅវិញអាការស្ងប់ស្ងៀមហ្នឹងគឺវាធ្វើឲ្យថៃបានដៃកាន់តែខ្លាំងដោយសារអីស្ងប់ស្ងៀមខ្លាំងបំផុតគឺនៅពេលដែលនាយករដ្ឋមន្ត្រីថៃលោកអនុទិនច័ន្ទវរៈគុលចុះទៅដល់ប្រាសាទតាមាន់ធំទៅថតរូបនៅហ្នឹងយើងធ្លាប់ដឹងហើយថាទាហានខ្មែរគ្រប់គ្រងប្រាសាទតាមាន់ធំ 100% ហើយអ្នកណាផ្សាយពីរឿងតាមាន់ធំផ្សាយពីរឿងភ្នំទ្រាប់អីហ្នឹងសូត្រតអ្នកក្បត់ជាតិទាំងអស់ផ្សព្វផ្សាយព័ត៌មានពិតកាន់ជើងថៃប៉ុន្តែខ្លួនឯងអត់មានព័ត៌មានពិតដើម្បីតបទៅថៃនឹងវិញសោះចុះបើសិនជាយើងថាព័ត៌មាននឹងមិនពិតទេយើងក្បត់ជាតិយើងផ្សាយដើម្បីកាន់ជើងថៃចុះឥឡូវហេតុអីចុះអស់លោកមិនយកអាដាមសេនីយ៍ឬក៏យោធាឬជាពិសេសយកអ្នកដែលផ្សាយព័ត៌មានដែលថាព័ត៌មានផ្សាយមិនពិតហ្នឹងហេតុអីមិននាំគ្នាចុះទៅថតរូបនៅប្រាសាទតាមាន់ធំនេះអាកន្លែងដែលថៃអនុទិនច័ន្ទវរៈគុលឈរថតមុខប្រាសាទតាមាន់ធំហ្នឹងមិននាំគ្នាទៅចុះថតមកប៉ោះមើលដើម្បីឲ្យប្រជាពលរដ្ឋឃើញថាអូកម្ពុជាគ្រប់គ្រងប្រាសាទតាមាន់ធំ 100% បានណាយើងចុះទៅមើលតាមពិតខ្ញុំមិនទៅចង់ផ្ចាញ់ផ្ចាលអីអញ្ចឹងទេយើងធម្មតាយើងស្រក់ទឹកភ្នែកណាស់នៅពេលដែលគេគ្រប់គ្រងដែនអធិបតេយ្យរបស់យើងបានព្រោះមុនបាត់ជប់បាញ់ឬសូថាប្រាសាទតាមាន់ធំយើងគ្រប់គ្រងទាំងស្រុងហើយតទៅពេលបាញ់គ្នាហើយគេគ្រប់គ្រងគេរហូតយកទៅហ៊ានទៅដល់នឹងគេយកអ្នកដែលស៊ើបអង្កេតផ្នែកកសលវិច័យទៅមើលវាស់អាកន្លែងប្រាប់តែត្រូវប្រាសាទតាមាន់ធំប្រមាណអាទិត្យមុនដើម្បីប្តឹងយើងពីរឿងរំលោភបាញ់កំទេចប្រាសាទតាមាន់ធំរបស់គេណាឈឺចាប់មែនតើប្រាសាទរបស់ឯងគេចាត់ចែងគ្រប់រូបគ្រប់គ្នាហើយទៅយើងស្ងាត់ហើយអត់តបតអីទាំងអស់